ដើម្បីសាកល្បងភាពស្មោះត្រង់របស់មិត្តប្រុសរបស់អ្នកក្មេងស្រីម្នាក់បានសុំមិត្តល្អបំផុតរបស់នាងឲ្យចាក់សោខ្លួនឯងនៅក្នុងបន្ទប់សម្ងាត់មួយកញ្ចក់ទាំងអស់នៅក្នុងបន្ទប់នេះគឺជាអណ្ដូងពីរជ្រុងអ្នកអាចមើលឃើញតែពីខាងក្នុងប៉ុណ្ណោះស៊ូយុនចង់ប្រើការបាត់ខ្លួនคล้ายៗដើម្បីសង្កេតមើលការសម្ដែងរបស់មិត្តប្រុសប៉ុន្តែខ្ញុំក៏បានធ្លាក់ចូលទៅក្នុងអន្ទាក់របស់មិត្តល្អបំផុតរបស់ខ្ញុំដែរមិនយូរប៉ុន្មានមិត្តប្រុសក៏ត្រឡប់មកផ្ទះវិញពិតណាស់បន្ទាប់ពីបានឃើញវីដេអូបែកគ្នាដែលជាមានបានបន្សល់ទុកទឹកមុខខកចិត្តហើយខ្ញុំពិតជាមានអារម្មណ៍ថាបាត់បង់ស៊ូយុនក៏ពេញចិត្តនឹងស្នាដៃរបស់នាងដែរទោះជាយ៉ាងណាក៏ដោយពេលគាត់រើសយកសោហើយចង់ចេញទៅលួងលោមមិត្តប្រុសរបស់គាត់ខ្ញុំពិតជាបានរកឃើញស្គលសោដែលមិត្តស្រីរបស់ខ្ញុំបានបន្សល់ទុកបែនមិនអាចបើកទ្វារអន្ទាក់បានទេគាត់បានព្យាយាមទូរស័ព្ទទៅមិត្តប្រុសរបស់គាត់តាមទូរស័ព្ទដៃរបស់គាត់ប៉ុន្តែគ្មានសញ្ញាអ្វីទាំងអស់ស៊ីវយ៉ានវង្វេងបន្តិចសំណាងល្អខ្ញុំបានឃើញមិត្តប្រុសរបស់ខ្ញុំកំពុងលាងមុខស៊ូយុនចង់គូសកញ្ចក់ដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់គាត់ខ្ញុំមិនដឹងថាកែវនេះនៅខាងក្រៅទេអ្នកមិនអាចជឿសំឡេងនៅខាងក្នុងតតែសោះមិនថាស៊ូយុនវីយ៉ាងណាទេមិត្តប្រុសមិនអាចជឿសំឡេងអ្វីនៅខាងក្នុងបានទេលុះដល់ពេលនោះហើយដែលស៊ូយុនបានដឹងពីវិបត្តិនេះគាត់យកគ្រឿងសម្អាងមកលាបវិញហើយបន្តវីកញ្ចក់ទៀតឃើញមិត្តប្រុសនាងងាកចេញហើយដែលចេញគាត់វីយ៉ាងខ្លាំងប៉ុន្តែកញ្ចក់មិនបានបែកទេប៉ុន្តែត្រូវបានឆ្កូតដោយដបដែលបាក់សម្លឹងមើលមិត្តប្រុសដែលចាក់ចេញនឹងបន្ទប់ងឹតស៊ូយុនចាប់ផ្ដើមភ័យស្លន់ស្លោប៉ុន្តែបន្ទាប់មកខ្ញុំគិតថាយ៉ាងហោចណាស់មិត្តល្អបំផុតរបស់ខ្ញុំដឹងថានាងនៅទីនេះខ្ញុំនឹងមានសុវត្ថិភាពនៅពេលដែលមិត្តស្រីរបស់ខ្ញុំមកលេងនៅថ្ងៃស្អែកដូច្នេះខ្ញុំបានរកឃើញប្រអប់មីកញ្ចប់ដែលផុតកំណត់មួយប្រអប់លាងសម្អាតផ្សិតចេញដោយប្រើច្រាសដុសធ្មេញបំពេញក្រពះរបស់អ្នកជាមុនសិនគាត់នៅពេលនេះដាក់ក្តីសង្ឃឹមទាំងអស់របស់អ្នកទៅលើមិត្តល្អបំផុតរបស់អ្នកប៉ុន្តែមានពាក្យចាស់មួយឃ្លាដែលថាល្អហើយក្តីសង្ឃឹមកាន់តែធំការខកចិត្តកាន់តែធំស៊ូយុនមិនដឹងថានាងស្នាក់នៅទីនោះប៉ុន្មានថ្ងៃទេគ្មានដំណឹងពីមិត្តស្រីខ្ញុំទេប៉ុន្តែគ្រាន់តែពេលគាត់កំពុងដុសធ្មេញនៅថ្ងៃនោះភ្លើងស្រាប់តែភ្លឺឡើងក្នុងបន្ទប់ទឹកគាត់ក៏ងើយមុខឡើងយ៉ាងលឿនដើម្បីពិនិត្យហើយបានរកឃើញថាមិត្តសម្លាញ់របស់គាត់បានត្រឡប់មកផ្ទះវិញហើយគាត់ញឹមដោយក្តីរីករាយប៉ុន្តែបន្ទាប់មកខ្ញុំគិតថាមានអ្វីមួយខុសប្រក្រតីឥឡូវនេះយប់ជ្រៅហើយហេតុអ្វីបានជាគាត់នៅផ្ទះរបស់គាត់វាល្អទាំងអស់ខ្ញុំចាំបានថាសូនោះគឺវាជាអំណោយប្រចាំថ្ងៃនៃជាខ្លាញ់ទេគ្រាន់តែទ្រាំរហូតដល់អ្នកមិនត្រូវបានកប់ច្រឡំនៅពេលនោះរហូតដល់ពេលនោះទើបជាងស្រាប់តែដឹងខ្លួនសង្សារគេនេះកុំមកជួយសង្គ្រោះខ្លួនឯងនៅសម័យនេះអីវាបានប្រែក្លាយទៅជាការភ្ជាប់ពាក្យជាមួយគូដណ្ដឹងរបស់គាត់ហើយទីថាស៊ូយុនប្រហែលជាកំពុងដើរឆ្លងកាត់ខ្ញុំនៅពេលនេះក៏ដោយចិត្តណារំខានដែរអ្នកស៊ីវយ៉ានភ័យស្លន់ស្លោភ្លាមប៉ះសុំកញ្ចក់យ៉ាងប្រញាប់ប្រញាល់ដោយដៃរបស់អ្នកប៉ុន្តែវាគ្រាន់តែបណ្ដាលឲ្យមានរំញ័រខ្សោយនៃអាងទឹកប៉ុណ្ណោះពេលមិត្តសម្លាញ់របស់នាងឃើញដូច្នោះនាងគ្រាន់តែញឹមដោយមើលងាយប៉ុន្តែវាមិនទាន់ចប់នៅឡើយទេអ្នកនៅចុះតើខ្ញុំគួរធ្វើអ្វីដើម្បីឲ្យស្អាតបំផុតវិនាទីបន្ទាប់មិត្តស្រីរបស់ខ្ញុំបានមកដល់បន្ទប់ហើយបន្ទាប់មកគូដណ្ដឹងរបស់នាងបានដើរតាមនៅចំពោះមុខជាងអ្នកទាំងពីរបានចាប់ផ្ដើមសិក្សាពីខនតើអ្នកកំពុងធ្វើអ្វីសូមផ្ដល់ឯកសារនេះឲ្យខ្ញុំឲ្យបានច្បាស់លាស់ចូលមកផ្ញើវាជាមួយគ្នាហើយបន្ទាប់មកអ្នកទាំងពីរចាក់ចេញពីកញ្ចក់ស៊ូយុនប្រញាប់ទៅខាងទៀតកញ្ចក់នៅខាងក្រោយបន្ទប់ទឹកគាត់អាចមើលឃើញយ៉ាងច្បាស់នៅរាល់ចលនារបស់ពួកគេនៅចំពោះមុខអរិយាប័ត្ររបស់ពួកគេស៊ីវយ៉ានអាចតែទះកញ្ចក់ដោយអស់សង្ឃឹមប៉ុណ្ណោះប៉ុន្តែនៅពេលដែលអ្នកទាំងពីរចាប់ផ្ដើមស្រាវជ្រាវបន្ទាប់មកវានឹងបន្តការសិក្សាពីមួយថ្ងៃទៅមួយថ្ងៃដំបូងឡើយស៊ីវយ៉ានមានការថប់បារម្ភដូចស្រមោចនៅលើផ្ទះក្តៅប្រយុទ្ធប្រឆាំងនឹងកញ្ចក់ដើម្បីព្យាយាមបញ្ឈប់វាប៉ុន្តែយូរទៅទឹកមុខរបស់គាត់ចាប់ផ្ដើមស្រពោនកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃវាក៏ធ្វើឲ្យឈិងៀនមើលទៅហាក់ដូចជាអស់កម្លាំងខ្លាំងឡើងផងដែរពេលមិត្តល្អបំផុតរបស់ខ្ញុំមកទរព្យូខោអម្ដងទៀតនាងញ័រខ្លួនបន្តិចហើយដើរឡើងសម្លឹងមើលមិត្តស្រីនៅពីមុខអ្នកទាំងសាំនឹងមិនស្គាល់ជាការពិតណាស់អ្នកគឺជាខ្ញុំអាចមើលថែអ្នកពេលខ្ញុំហត់នឿយស៊ូយ៉ានមកក្បាលយ៉ាងប្រញាប់ប្រញាល់ហើយចាប់ផ្ដើមគូបំពង់ទឹកដើម្បីឆ្លើយតបទៅមិត្តស្រីប៉ុន្តែមិត្តល្អបំផុតរបស់ខ្ញុំនៅតែមិនខ្វល់ខ្ញុំគ្រាន់តែខ្វល់ពីខ្លួនឯងនិយាយពីសម្រស់នៃអតីតកាលស៊ូយុននិងមីជូត្រូវបានគេសន្មតថាជាគូស្នេហ៍នឹងគ្នាពួកគេមិនអាចបំបែកគ្នាបានតាំងពីកុមារភាពមកម្លេះផ្ទះនៅទីនេះក៏សម្រាប់មនុស្សពីរនាក់ដែរការជ្រើសរើសបេះដូងក្នុងអំឡុងពេលជួសជុលឡើងវិញលោកក៏បានប្រកួតផ្ទះនេះទៅឲ្យអនុប្រធានក្រុមហ៊ុនមីជូផងដែរបន្ទប់សម្ងាត់ចិត្តណាដាំគឺធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សពីរនាក់ក្នុងការស្វែងរកការរំភើបប៉ុន្តែភ្លាមនោះនៅថ្ងៃមួយស៊ីលៀនបានប្រាប់មីជូឲ្យរស់នៅក្នុងជីវិតធម្មតាគាត់បែកគ្នាជាមួយជ្រូកហើយបាននិយាយថានាងនឹងរៀបការឆាប់នេះការផ្លាស់ប្ដូរភ្លាមនេះធ្វើឲ្យជ្រូកដ៏ស្រស់ស្អាតនោះសោកសៅយ៉ាងខ្លាំងមានអារម្មណ៍ភ្លាមថាត្រូវបានពិភពលោកបោះបង់ចោលនៅពេលដែលអ្នកដឹងថាអ្នកគ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះគ្រាប់ពូជនៃការស្អប់ក៏ត្រូវបានដាំដែរដំបូងឡើយគាត់បានសហការជាមួយមិត្តល្អបំផុតរបស់គាត់គឺ Zokin ស្មារតីបានជំនួសកូនសោរួចហើយពេលនេះហើយគាត់យល់ថាជីវិតធម្មតាជាអ្វីគាត់រវល់ណាស់ហត់នឿយនឹងរវល់ឬដូច្នេះស៊ីវយ៉ានភ័យស្លន់ស្លោយ៉ាងខ្លាំងគាត់ទះកញ្ចក់ដោយអស់សង្ឃឹមមនុស្សទាំងមូលស្ថិតក្នុងភាពច្របូកច្របល់ដោយប្រញាប់ពេកខ្ញុំក៏ជួបបញ្ហាដែរខ្ញុំគ្រាន់តែចង់រកអ្វីមួយដើម្បីវាយកញ្ចក់ប៉ុន្តែគាត់ធម្មតាណាស់ប៉ុន្តែខ្ញុំបានឬមីឈឺស្រែកនៅក្នុងបន្ទប់ទឹកមកប៉ាប្រាប់ខ្ញុំអាចចូលមកបានស៊ូយ៉ុងហាក់ដូចជាយល់អ្វីមួយគាត់បានងើយមើលសន្ទះដៃម្ដងទៀតខ្ញុំហាក់ដូចជាមានគំនិតមួយទើបតែពេលដែលមិត្តប្រុសខ្ញុំកំពុងស្វែងរកនរណាម្នាក់មកជួសជុលវាកម្មករក៏ចង់ដឹងចង់ឃើញដែរថាហេតុអ្វីបានជាជញ្ជាំងធ្ងន់ម្ល៉េះស៊ូយុនគ្រាន់តែចង់ចាប់ចម្បាំងប៉ុណ្ណោះគូកញ្ចក់ដោយកម្លាំងទាំងអស់របស់ខ្ញុំហើយកម្មករហាក់ដូចជាបានរៀបសម្លេងធ្ងោប៉ុន្តែមិត្តប្រុសមិនបានរកឃើញអ្វីមិនប្រក្រតីទេដូច្នេះស៊ីវយ៉ានបានរំកិលទឹកយ៉ាងលឿនប៉ុន្តែមិននឹកស្មានដល់វាបានធ្វើឲ្យកម្មករភ័យខ្លាចភ្លាមជាសំណាងល្អម្ដាយរបស់ស៊ូយ៉នស្គាល់កូនស្រីរបស់គាត់នាងគិតថាកូនស្រីរបស់នាងបានបាត់ខ្លួនពីអាកាសគ្មានអំណាចចៃវីទេក្រៅពីនេះទូរស័ព្ទនៅតែបិទទាំងនេះមិនធម្មតាបន្តិចទេដូច្នេះបន្ទាប់ពីសិក្សាវីដេអូដែរស៊ូយ៉នបានទុកឲ្យមិត្តប្រុសរបស់នាងដោយយកចិត្តទុកដាក់ទីបំផុតបានរកឃើញអ្វីមួយហើយដៃរបស់មនុស្សម្នាក់ទៀតលេចឡើងនៅក្នុងវីដេអូនោះគឺដើម្បីនិយាយថាស៊ូយ៉នមានមនុស្សផ្សេងទៀតនៅទីនោះនៅពេលដែលនាងថតវីដេអូទោះជាយ៉ាងណាក៏ដោយមិត្តប្រុសរបស់ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីអានវារួចខ្សែកនៅក្នុងដៃរបស់មនុស្សនោះពិតជាស្រស់ស្អាតណាស់ជ្រូកគឺដូចគ្នាបេះបិទដើម្បីស្វែងរកការពិតបុរសនោះបានមកដល់ផ្ទះជ្រូកដ៏ស្រស់ស្អាតគាត់បានព្យាយាមចូលរួមក្នុងថ្ងៃកំណើតរបស់ស៊ូយ៉នបានដោះសោអេក្រង់ចាក់សោរបស់ជ្រូកដ៏ស្រស់ស្អាត
អាតពេលពិនិត្យមើលឲ្យកាន់តែច្បាស់មានរូបថតផ្អែមល្ហែមរបស់ពួកគេវាច្បាស់ណាស់ថាពួកគេបានស្គាល់គ្នាជាយូរមកហើយប៉ុន្តែមិនដែលលើកឡើងទេបុរសនោះចាប់ផ្ដើមសួរចម្លើយជ្រូកដ៏ស្រស់ស្អាតនោះតើអ្នកណាទៅដឹងថាជ្រូកដ៏ស្រស់ស្អាតនោះមិនបានបដិសេធវាពួកគេថែមទាំងបានទទួលស្គាល់ដោយផ្ទាល់អំពីទំនាក់ទំនងរបស់ពួកគេទៀតផងអ្នកអាចរៀបរាប់ពីទីតាំងរបស់ជាងៀនទៅកាន់បុរសម្នាក់បានជ្រូកដ៏ស្រស់ស្អាតអះអាងថាមិនដឹងអ្វីទាំងអស់ប៉ុន្តែបុរសនៅតែមានសំណាងអាក្រក់បន្តិចទៅផ្ទះហើយលាងដៃនៅមាត់អាំងលាងចានទន្លេស្រាប់តែស្រុកចុះបុរសនោះមានការចង់ដឹងចង់ឃើញបន្តិចប៉ុន្តែវាមិនដំណើរការពីរបៀបបើកម៉ាស៊ីនទឹកទេទឹកមានសភាពមិនទៀងទាត់និងមិនទៀងទាត់បុរសនោះបានស្រែកដោយស្ទាក់ស្ទើរនៅប្រយោគមួយរបស់ជាងៀនខ្ញុំមិនដែលគិតថាទឹកនឹងហូរចេញដោយស្ងាត់នោះទេគាត់ហាក់ដូចជាយល់អ្វីមួយតើអ្នកជ្រើសរើសអ្វីបុរសនោះបានគូសកញ្ចក់ដោយស្ទាក់ស្ទើរអញទៅចោលទៅតើខ្ញុំអាចវាអ្នកណែណាគាត់ចង់ហៅអ្នកនៅពេលនេះគាត់ស្ទើរតែប្រកាសអំពីទីតាំងរបស់ជាងៀនស៊ីវយ៉ានរំភើបចិត្តយ៉ាងខ្លាំងរហូតដល់គិតថានាងនឹងត្រូវជួយសង្គ្រោះក្នុងពេលឆាប់នេះទោះជាយ៉ាងណាក៏ដោយពេលដែលបុរសនោះហៀបនឹងវាកញ្ចក់នឹងធូននោះប៉ុន្តែស្រាប់តែឈប់ព្រោះគាត់ស្រាប់តែដឹងខ្លួនប្រសិនបើខាងក្នុងអាចមើលឃើញអ្វីទាំងអស់នៅខាងក្រៅបន្ទាប់មកទំនាក់ទំនងស្នេហារបស់គាត់ជាមួយមីស៊ូនឹងត្រូវលាតត្រដាងហើយគាត់ក៏មានទំនាក់ទំនងជិតស្និទ្ធនឹងសាវតាគ្រួសាររបស់ជាងៀនផងដែរនោះហើយជារបៀបដែលខ្ញុំបានក្លាយជាអ្នកដឹកនាំតន្ត្រីទីតាំងផ្ទះបើអ្នកស៊ូយ៉នចេញនៅពេលនេះគាត់កំពុងប្រាប់គ្រួសារគាត់គ្រប់យ៉ាងបន្ទាប់មកការខិតខំប្រឹងប្រែងទាំងអស់របស់អ្នកនឹងទទួលបានផលស៊ីវយ៉ានក៏ហាក់ដូចជាយល់ពីកង្វល់របស់បុរសនោះដែរគាត់បន្តគូសលើកញ្ចក់វាមិនមានបញ្ហាអ្វីដែលអ្នកនិយាយទេប៉ុន្តែបុរសអ្នកមិនអាចជឿអ្វីទាំងអស់ដែលគាត់និយាយនោះទេជាមួយនឹងសម្លេងបិទទ្វារស៊ូយ៉នត្រូវបានទុកចោលតែម្នាក់ឯងទុកចោលតែម្នាក់ឯងនៅក្នុងបន្ទប់សម្ងាត់មួយក្រោយមកបុរសនោះបានរកឃើញមីឈូភ្លាមសួរគាត់ថាហេតុអ្វីលើកនេះម៉ៃជូមិនបានបដិសេធទេផ្ទុយទៅវិញវាគឺជាជីវៀនដែលបានស្នើសុំចូលខ្ញុំគ្រាន់តែមិនបានឲ្យគាត់ចេញទេទោះបីជាគេរកឃើញគាត់ក៏ដោយក៏វាមិនមានអ្វីតាក់ទងនឹងគាត់ដែរថ្ងៃមួយម្ដាយរបស់ជីវៀនស្រាប់តែបានរកឃើញបុរសម្នាក់អះអាងថាប្រសិនបើស៊ូយ៉នមិនត្រូវបានកេវពីតម្លៃរបស់មនុស្សនោះហាក់ដូចជាមិនមានដែរដូច្នេះបុរសនោះក៏ត្រឡប់ទៅផ្ទះវិញទាំងខកចិត្តអ្នកណាដឹងថាខ្ញុំទើបតែលើកទូរស័ព្ទតាមពិតខ្ញុំបានដឹងថាខ្ញុំបានទទួលសារសុំជំនួយពីជីវៀនក្នុងពេលជាមួយគ្នានេះមិត្តស្រីរបស់ខ្ញុំឈ្មោះម៉ៃជូក៏បានទទួលសារដូចគ្នាដែរដូច្នេះអ្នកទាំងពីរបានជួបគ្នាយ៉ាងរហ័សដើម្បីពិភាក្សាអំពីវិធានការទប់ទល់ពីព្រោះពេលទូរស័ព្ទរបស់ស៊ូយ៉នមានសញ្ញាហើយបន្ទាប់មកអាជីវកម្មរបស់ពួកគេនឹងផ្ទុះឡើងឆាប់នេះបុរសនោះប្រញាប់ប្រញាល់ឲ្យស៊ូយ៉ានទៅប៉ុន្តែមីស៊ូបាននិយាយថាគាត់មិនអាចចេញមកបានទេមិនថាមានរឿងអ្វីកើតឡើងក៏ដោយប៉ុន្តែបុរសនៅតែមានការព្រួយបារម្ភម៉ៃជូគ្មានជំរឿអ្វីក្រៅពីទៅជាមួយបុរសនោះទេបានបើកទ្វារទៅកាន់បន្ទប់សម្ងាត់បន្ទាប់ពីចូលទៅដល់គាត់បានឃើញជាងៀនកំពុងដេកនៅជ្រុងមួយហើយពួកគេមិនដឹងទេសារនោះវាគឺជាម្ដាយរបស់ជាងដែលបានបញ្ជូនក្រុមនេះតាមរយៈមធ្យោបាយពិសេសចាំមើលអ្នកណាអាចរកកូនស្រីខ្ញុំបានក្នុងពេលជាមួយគ្នានេះមីជូព្យាយាមដាស់ស៊ូយ៉នចៅហ្វាយអាហារពិតធម្មតារបស់អ្នកតើនេះជាអ្វីទៅបុរសនោះបានញែកពួកគេទាំងពីរនាក់ចេញពីគ្នាទោះជាយ៉ាងណាក៏ដោយមីជូបាននិយាយថាស៊ូយ៉នឈួតហើយព្យាយាមយកបុរសចេញអ្នកណាទៅដឹងថាបុរសនោះស្រាប់តែប្រែមុខមាត់ហើយបោះគាត់ចោលទីងស៊ូយ៉នឡើងយ៉ាងណាមិញគាត់នៅតែចាំអ្វីដែលម្ដាយរបស់ស៊ូយ៉នបាននិយាយនៅស៊ូយ៉នគាត់នឹងបាត់បង់អ្វីទាំងអស់រវាងផ្ទៃខាងក្រោយនិងផ្ទៃខាងក្រោយគាត់បានជ្រើសរើសផ្ទៃខាងក្រោយបន្ទាប់មកអ្នកទាំងពីរមិនអើពើនឹងមីស៊ូដែលដួលទៅលើដីពួកគេបានជួយគ្នាទៅវិញទៅមកចេញពីបន្ទប់សម្ងាត់បុរសចង់ទទួលស្គាល់កំហុសអ្នកណាដឹងថាស៊ីវយ៉ានមិនបាននិយាយអ្វីទាំងអស់វាដូចជាមានអ្វីកើតឡើងទេបន្ទាប់មកប្រវត្តិសាស្ត្រអធិរាជបានមកដល់ដោយទឹកមុខក្រញើគាត់ផ្អៀងខ្លួនទៅនឹងកញ្ចក់បិទកណ្ដាប់ដៃរបស់អ្នកប្រសិនបើខ្ញុំច្របាច់វាចូលច្រមុះរបស់ខ្ញុំពួកគេគ្រាន់តែមានល្អពី3ខែកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកស៊ូយ៉ននិងអ្នកដទៃទៀតក៏បានរស់នៅជីវិតធម្មតាដែរប៉ុន្តែបុរសនោះទើបតែចាក់ចេញស៊ីវយ៉ានជូតទឹកមាត់ចេញពីមុខរបស់នាងដោយក្តីស្អប់ខ្ពើមបន្ទាប់មកវិកខ្ចប់ពីទូទឹកកកបានដើរចូលទៅក្នុងបន្ទប់សម្ងាត់ជើងជ្រូកដ៏ស្រស់ស្អាតដោយផ្ទាល់ត្រូវបានចាក់សោអង្គុយស្ងៀមស្ងាត់តែម្នាក់ឯងលើគ្រែវាដូចជាការរងចាំរូបរាងខាងវិញ្ញាណរបស់ស៊ូយ៉នហើយនៅទីនេះវាក៏បានក្លាយជាពិភពសម្ងាត់មួយសម្រាប់ពួកគេទាំងពីរនាក់ផងដែរ